ដំណឹងល្អការអនុវត្តពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យត្រូវបានពន្យាពេលទៀតហើយសួស្តីបងប្អូនទាំងអស់គ្នាដំណឹងពិសេសនេះគឺសម្រាប់អ្នកដែលវិនិយោគនិងម្ចាស់អចលនទ្រព្យអគ្គនាយកដ្ឋានពន្ធដារទើបតែសម្រេចចេញនៅសេចក្តីជូនដំណឹងថ្មីស្តីពីការអនុវត្តពន្ធលើចំណេញមូលធនយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតរាជរដ្ឋាភិបាលបានសម្រេចពន្យាពេលការអនុវត្តពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យរយៈពេល1ឆ្នាំបន្ថែមទៀតដូច្នេះសម្រាប់បងប្អូនដែលមានគម្រោងលក់ដូរអចលនទ្រព្យការប្រមូលពន្ធលើចំណេញមូលធនផ្នែកនេះនឹងត្រូវចាប់ផ្ដើមអនុវត្តនៅថ្ងៃទី1ខែមករាឆ្នាំ2027ខាងមុខនេះវិញប៉ុន្តែសូមបញ្ជាក់បងដែរថាសម្រាប់ទ្រព្យសកម្ម5ផ្សេងទៀតរួមមានកិច្ចសន្យាជួលទ្រព្យវិនិយោគសិទ្ធិបញ្ញាអាជីវកម្មក្នុងរូបិយប័ណ្ណបរទេសគឺត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2026នេះតទៅហើយបើសិនជាមានចម្ងល់បន្ថែមបងប្អូនអាចចូលទៅគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារfollow ខ្ញុំដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងច្បាប់ក៏ដូចជាការវិនិយោគនៅក្នុងប្រទេសកម្ពុជា